នេះគឺជាទស្សនវិជ្ជាពេលល្ងាចថ្ងៃនឹងរៀបអស់ស្នងគត់នៅស្ពានមិត្តភាពកម្ពុជាចិនកោះធំដែលស្ថិតនៅក្នុងស្រុកកោះធំខេត្តកណ្ដាលដែលស្ពានឆ្លងកាត់ទន្លេបាសាក់មួយនេះបានសាងសង់តាំងពីដើមឆ្នាំ2014និងបញ្ចប់នៅចុងឆ្នាំ2016ហើយក៏បានចំណាយលុយអស់ក្នុងការសាងសង់ចំនួនទឹកប្រាក់ប្រមាណជាង$20 លាននិងមានប្រវែងបណ្ដោយ415ម៉ែត្រនិងទទឹង13.5ម៉ែត្រហើយក៏បានជួយទៅដល់ប្រជាពលរដ្ឋបានកាន់តែងាយស្រួលជាងមុនក្នុងការធ្វើដំណើរដោយមិនចាំបាច់ឆ្លងទូកដូចមុនទេនិងការកាត់បន្ថយគ្រោះថ្នាក់ផ្សេងៗនិងការកាន់តែចំណេញពេលវេលាជាងមុនហើយក៏ជួយទៅដល់សេដ្ឋកិច្ចដល់ប្រជាពលរដ្ឋឲ្យបានកាន់តែប្រសើរជាងមុនផងដែរដោយសារតែស្ពានមួយនេះជាពិសេសគឺអ្នកនៅត្រើយខាងកើតតែម្ដងហើយពិតជាអរគុណខ្លាំងណាស់ទៅដល់រាជរដ្ឋាភិបាលដែលបានផ្ដល់ស្ពានមួយនេះសម្រាប់អ្នកស្រុកកោះធំហើយនៅក្នុងនោះដែរយើងក៏មិនភ្លេចដែរបងប្អូនទៅលេងនៅទីនោះស្អាតគឺគ្មានសម្រាមដោយសារតែមានលោកពូម្នាក់ឈ្មោះថាមានមឿនក៏តែងតែមកបោះសម្រាមនៅលើស្ពាននេះមិនថាព្រឹកថ្ងៃឬក៏ល្ងាចនោះទេហើយថ្មីនេះស្រុកកោះធំក៏ទទួលបានកាដូថ្មីមួយបន្ថែមទៀតពីរាជរដ្ឋាភិបាលគឺផ្លូវជាតិលេខ23ជាផ្លូវថ្មីភ្ជាប់ពីស្រុកកោះធំទៅកាន់ស្រុកលើកដែកដូច្នេះចាំជួបគ្នានៅវីដេអូក្រោយអំពីទស្សនវិជ្ជារបស់ផ្លូវជាតិលេខ23ពីកោះស្ពានកោះធំឆ្ពោះទៅកាន់ស្រុកលើកដែក